Ok, số sau đây bằng bọn nó kia sầm rạp ôn này trong đá lơ bị say sọ thằng này sợ bỏ đó ngàyนี้លោកគ្រូនឹងមានចំណេះដឹងមួយពាក់ព័ន្ធជាមួយនឹងឬក៏សម្រាប់បងប្អូនដែលគាត់ដើរលើវិស័យនេះចាប់ពី2ឆ្នាំ3ឆ្នាំ4ឆ្នាំដែលគាត់រៀនគ្មានមូលដ្ឋានគ្រឹះអញ្ចឹងសម្រាប់វីដេអូមួយនេះពិសេសមែនទែនសម្រាប់បងប្អូនដែលមិនបាច់ចាំជិះយន្តហោះអីទៅរៀននៅដល់ស្រុកគេទេបងប្អូនអាចមើលវីដេអូមួយនេះពាក់ព័ន្ធជាមួយមូលដ្ឋានបងប្អូននឹងអាចយល់ពាក់ព័ន្ធថាហេតុអីបានគេកាត់សក់ទៅវាមានទម្រង់គេហៅថាត្រូវនឹងរូបសំរៀងបងកពុះកពោអញ្ចឹងណាបាទអានឹងដោយសារហេតុផលគេយល់អំពីរលាក្បាលណាបាទដែលភាសាក្នុងភាសាបច្ចេកទេសយើងគេហៅថាធូរនីមាត្រនៃរលាក្បាលអញ្ចឹងសម្រាប់វីដេអូមួយនេះបើសិនជាបងប្អូនតាមដានតាំងពីដើមដល់ចប់ណាជាពិសេសសម្រាប់បងប្អូនដែលជាងកាត់សក់បាន1ឆ្នាំឬ2ឆ្នាំហើយបងប្អូនខ្វះមូលដ្ឋាននៅក្នុងចំណុចហ្នឹងហើយក៏មានសំណួរជាច្រើនដែលខ្ញុំតែងតែសម្រាប់ជាងដែលគាត់ឆាតសួរថាហេតុអីបានគេជ្រូកសក់មានទម្រង់ស្អាតម៉េះបាទមើលទៅខាងចំហៀងពីក្រោយពីលើអីវាមានសមាមាត្រនឹងគ្នាតើហេតុអីបានគេធ្វើស្អាតអ្នកខ្លះក៏ឈូសទៅជ្រុលទៅលើទៅក៏បាច់អីចឹងទៅអ្នកខ្លះទៅវីកវ៉ាច់ពេញទឹកពេញដីចឹងទៅហើយក៏ចេះតែស្វែងរកថាគាត់ខ្វះអីឬក៏មូលហេតុអីបានយើងធ្វើមិនដូចគេអញ្ចឹងសម្រាប់វីដេអូមួយនេះពិសេសមែនទែនខ្ញុំនឹងចែករំលែកពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់ហ្នឹងដែលគិតថាជាប្រយោជន៍សម្រាប់ដល់ជាងសក់យើងទាំងអស់គ្នាណាបាទនៅក្នុងវីដេអូមួយនេះបងប្អូននឹងអាចនឹងមើលតាមរៀងវែងបន្តិចណាបងប្អូនទាំងអស់គ្នាបាទតម្រង់វារៀងវែងបន្តិចប៉ុន្តែក៏វាជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាព្រោះវាជាវីដេអូមេរៀនអញ្ចឹងណាអាចនឹង5នាទីអីចឹងទៅបាទអញ្ចឹងនៅក្នុងនេះខ្ញុំនឹងអានមេរៀនយើងទូទ្រោះហើយនឹងខ្ញុំបង្ហាញនឹងរូបភាពមួយចំនួនពាក់ព័ន្ធជាមួយនឹងរលាក្បាលយើងដែលមុននឹងយើងចាប់ផ្ដើមក្នុងការកាត់សម្រាប់ជាងដែលជាថ្មីដៃអាជីពបងប្អូនអរគ្នាមុននឹងគេចាប់ផ្ដើមកាត់សក់គេនឹងយល់អំពីពាក់ព័ន្ធជាមួយនឹងរលាក្បាលបាទមានការបែងចែកយ៉ាងត្រឹមត្រូវមែនទែនមុននឹងគេចាប់ផ្ដើមក្នុងការកាត់បាទដែលយើងហៅថានៅក្នុងវីដេអូមួយនេះដែលយើងហៅថាជាធរណីមាត្រនៃការរលាក្បាលឬក៏កាត់តាមមុំជាស្ដែងតែម្ដងបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងមកចូលសាច់រឿងទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងនេះខ្ញុំមានសំណួរមួយសួរទៅបងប្អូនដែលជាជាងថ្មីថ្មោងឬក៏ជាងដែលគាត់អាយុឆ្នាំហើយខ្វះមូលដ្ឋានបងប្អូនអាចនឹងចូលរួមឆ្លើយតបជាមួយនឹងគ្នាในសំណួរមួយនេះបាទសំណួរយើងចាប់ផ្ដើមតើហេតុអ្វីបានជាងសក់ឬក៏ជាងកាត់សក់ហ្នឹងត្រូវយល់ដឹងអំពីពាក់ព័ន្ធជាមួយនឹងធូរនីមាត្រនៃក្បាលឬក៏មុំបាទហេតុអីបានយើងត្រូវយល់ពីវាបាទអញ្ចឹងចម្លើយងាយទាំងអស់នេះវាមានទាំងអស់5ចំណុចក្នុងការឲ្យបងប្អូននឹងវិភាគនិងស្វែងយល់ទាំងអស់គ្នាបាទជាងសក់ត្រូវយល់ដឹងអំពីធរណីមាត្របាទពីព្រោះវាជាគន្លឹះសំខាន់ក្នុងការកាត់សក់ឲ្យមានសមរម្យឲ្យបានសមរម្យស្អាតនិងភាពទាក់ទាញខាងក្រោមនេះជាហេតុផលសំខាន់បាទមួយចំនួនដែលបងប្អូនយើងត្រូវយល់ដឹងថាហេតុអីបានវាមានសារៈសំខាន់ណាស់បាទចំណុចទី1គឺដើម្បីទទួលបានរូបរាងសក់ដែលត្រឹមត្រូវនៅក្នុងនេះខ្ញុំនិយាយថាសក់ដែលត្រឹមត្រូវគឺជាសក់មួយដែលមានកម្ពស់កពស់បាទបងប្អូនដែលធ្លាប់ឃើញមនុស្សដែលថតទាបទៅពេញកប៉ោងកតេកតាល់ហ្នឹងបានន័យថាកម្ពស់របស់គាត់មិនស័ក្តិសមជាមួយនឹងទម្ងន់និងរាងរបស់គាត់ទេអញ្ចឹងបានន័យថាការសមរូបសមរាងឬក៏ទទួលបានសក់រូបរាងដែលត្រឹមត្រូវគឺវាមានមាត្រដ្ឋានហើយនៅទម្រង់របស់វាខាងចំហៀងនិងខាងក្រោយមើលបណ្ដោយនឹងទម្ងន់បាទគេហៅ shape បានហើយរូបរាងភាពស្រមោលរបស់សក់បាទជាងសក់អាចគ្រប់គ្រងលទ្ធផលបានមើលឃើញជាមុនថាសក់ហ្នឹងមានរូបរាងដូចមិនដេចជាទូទៅពេលដែលយើងកាត់សក់ជាងធ្វើដែលអាជីពឬក៏ជាងដែលគាត់កាត់យូរឆ្នាំគាត់តែងតែមើលលទ្ធផលចុងក្រោយបាទដែលគាត់ថាគួរតែកាត់មិនទៅលើអតិថិជនរបស់គាត់ហ្នឹងបាទគាត់ឃើញថាលទ្ធផលចុងក្រោយគឺបែបម៉េចបានគាត់ដំណើរការនៃការកាត់ទៅតាមហ្នឹងបាទចំណុចទី2កាត់បានសមរម្យទៅតាមរាងមុខនិងសមាសភាពរបស់សក់បាទអញ្ចឹងធូរនីមាត្រមានសារៈសំខាន់មែនទែនបាទមិនថាសក់នឹងក្រាស់វែងស្ដាងរួញកញ្ញញទេហើយមុខស្រួចមុខពងកពើមុខជ្រុងទេនៅពេលដែលយើងយល់អំពីរលាក្បាលយើងអាចវាស់វែងនឹងភាពស្រមោលបាទប្រយោលដែលខ្ញុំហៅថាប្រយោលហ្នឹងគឺមើលទៅសមរូបសមរាងមិនមែនថាអ្នកខ្លះបើសិនតែយើងមុខយើងស្គួមឬក៏កវែងអីយើងជិះតែកាត់យកឈូសប៉ែតយកវិញអាហ្នឹងចប់បណ្ដោយបានន័យថាអាគាត់មុខទូចហើយស្គរវែងទៀតយើងឈូសអស់ទៀតអាហ្នឹងគឺ
một quạt tranh màu tổng mong bà chứ là bây giờ dương vô làm pi thôi này mình má dương ai tờ lẹ hiệp cái hai bà giáo đưa có hiệp sầm màu bỏ là lý thì một sọ vào còn nó từ tam tre bỏ mốc đưa có sọ ở bên hiệp sầm màu mạnh cái này và trong đó tí bấy cứ thành nghĩa là tập hòa mà nâng miền hiệp dễ lẹ nó bây giờ dương vô làm pi thôi này cái bà nó cứ dương miền hiệp dễ lẹ trong cả bài sọ đưa có cắt tam sầm nào bỏ vì bà dương miền hiệp cho bà lo mỏ từ lớn bà hayสิ่งที่สำคัญคือเปียกปอนช่วยในการกัดเด็กๆบ่าโซเด็กๆใส่ปรามเด็กๆด้วยการสับเด็กๆบ่าตอนนี้บ้านเราแต่พอสะอาดนั่นมันเข้าตัวมันเข้าช่างง่ายในตำรงสอดเองบ่าจะในที่บุญงี้สรุปของการบังเรียนนั่งสมรู้ของการงี้ก็ไรนี้เปียกปอนช่วยนั่งไม่เชียงในก่อนช่องบริเวณสัตต่อนะก็มอยเอาเองบ่าโปรวิจิสตองดาบ่ามันทาสอดใส่สับเราเตะทุนนี้มีบานนี้คือมีสำคัญมันเต้นเราไปได้ยืนจีนสอดยืนเวียชุบบ้ายืนหนึ่งมันประบาดของการดีไซน์โหมดยืนก็นำเมื่ออย่างดังมันเข้าปีกรูปเป็นได้ก่อนจุ่มยินจะเลิกกับเปียกวินดูก็จังไงบ่าก็ก่อนเมื่อก็ดังทากูจะเนื้ออะไรหน้าเวียกัดอะไรนะก็เมื่อลุกจังก็นะบ่าจังทุนนี้เป็นอีกมาสำคัญโดยนี้เนื้อไปได้ยังยืนปีเลี้ยกมาตัวไอ้สอดนั่งกรุบเลี้ยกมาก็ยังดังจะมีตะทานนั่งจับปีนาแต่นะขนาดบ่าวปีกอะไรนะไปเลยนะเลยคือเดียนะbà cho nó tí pram cứ sầm khánh bà cứ bằng cả stil thay đòi miền phiệp krong bà này structure nông thì sao lấy structure krong á bà chẳng cái này ní riêng bờ sân chỉ dương sập điện thôi mấy cứ riêng bà bại vô tích bà này krong được structure chẳng sập bong dương được có nẹt đài ban đào về sai nắm có đằng vô là structure biệt mạch bà chẳng bớt sân để trong đắng dương ai tam đan video trên bờ tàu top nhưng đồng chí yếm chạy đồng lệ bị địa quan trong này đăng đại viên ca cắt sọ để trầm tới nâng miên cho bà lo lọ bà sự chỉ rùa màu bánh ca vô đăng video này ca cắt sọ chụp này mua này chùm niên chiên sọ để chui áo ca nghe cắt sọ và còn nó miên bị sự tập việc của thần địa ban là tập phật quân hiệp nâng chui bằng ca phim chui chuyện đọc tiện chuồn vào dương phòng bà chẳng chỉ rùa màu bánh pram chùm loại ní bằng ôn sân thì chọn ba người riêng được ở nó một con ai từ điện tử một nhóm móc nhưng mình chạy chuồn tại mình cất lại thế rồi chia vậy để nhóm trong khơi chiên sọn nó không sọc tiếng miền hiệp trên đây chuyển chỉ bảo lọt từ lời vì xảy đi bà ok dương nâng mà mơ bẹp con chúng mình đủ hiệp hay nâng được không nít nhưng mình ban làm ăn tu tế sầm rạp bong bong ôn là còn chọn bàn mê riêng nít nhưng nâng ảo chỉ phá ta xôm từ điện tử tam diện telegram mong khăn lớn nhưng đã lên link khăn lớn hỏi bà chẳng nó không từng ở nắng nó không là lấy các ba vì miền từng ở đọc ram chừng nói nhá bông bồn chẳng đọc ram chừng nói bông bồn mà mơ lượng đủ nữa nè bà chẳng được không ní bờ sân chỉ bông bồn này mình chơi vì sao ông đấy công bờ ram bông bồn dương miền bỏ chỉ vì sao máy hơi bông bồn điên chừng nằm từ bà cùng tỏ ra đường à vì sao mình xa năng bông bồn điên chừng nằm dương ấy chừng nằm bà hay nốt chỉ bị xa máy sầm khán nguyên dồn và nước nông rục hiệp bạn ấy cứ dừng bề bông bồn bờ nước nông về điên ấy cứ quan trọng mùi nông ngày chấm hiền ấy đôi miền chỉ CP CTPM chẳng không nó vì miền ở này bao vía chẳng cấp chân lệch nhưng bỏ sai chỉ rồi một bánh đầm bậy của mọi chuyện IP về lì du vì tổ mình nick bạn này thà cấp chân lệch tổng anh ấy đại cái chai từ lơ rồi liệt các bạn tổng anh ấy về vẽ quan trọng mùi nông miệt than này ca cắt sót đại dương hao tha ca cắt xóm ruộng xóm riêng của po nè bà hay miền khăn nạt mấy cắt tới mưa tợ lời cắt sót mấy thì cắt đây phải cắt tới mưa tợ khơi liêu mà bà chẳng mê đưa của bông ôn này còn lọp bàn trên đọc ra trầm tới bông ôn mơ bông ôn dương là tam sọc khung dương mưa thức khơi nhá cả cắt sót bọc cót dương anh ấy dương mình từ bờ tô áp quạt tết là xa quạt ở điên ban phần năng và quạt có kho miếng cáp bằng trái này phần này ở đây để trong tiền ní cứ nộp để dân vô làm pi bẹ pon cho mùa nông trình này trở nên để trầm tới dân đừng mơ khơi ru kia tha ở đây là o về cọ hỏi chẳng hạn ông vợ ngọc nè ní chỉ chiên này miên trong này đang trầm tới dân mơ tới dựng đặc bà chẳng bẹ pon nông thôn niên miên đây là liệt các bà ní vì chỉ mua lợt than cứ mua súng khăn mình đến bà đại dung cứ tha vì chỉ phải giàu sầm rạp bông pon đỏ niết đã chỉ chiên sót hai đứa cô trong pon đỏ niết đã trong đào lơ bị sấy đi bà chẳng bóng bóng cua tệ đó xà lá rồi có cua bờ đọc và đá nó đã viên chủng điên trăm trừ đó có mọi khát pe về lìa dú bà
កុំឲ្យខាតពេលវេលាយូរបើសិនជាយើងចាប់ផ្ដើមមកយើងដោយមានភាពត្រឹមត្រូវទេបងប្អូននឹងដើរទៅពិបាកត្រឡប់មកដើមមករៀនភាសាទៀតអញ្ចឹងអ្វីដែលខាតទី1បងប្អូនខាតពេលវេលាបងប្អូនជារឿងសំខាន់បាទទី2គឺលុយកាក់បងប្អូនរៀនម្ដងហើយម្ដងទៀតបាទហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់ដើរលើវិស័យនេះនៅក្នុងឆ្នាំក្រោយយើងជិតផុតឆ្នាំហើយបាទ2025យើងសល់មួយខែទៀតចាប់ពីឆ្នាំ2026ទៅបើសិនជាបងប្អូនមានបំណងស្រឡាញ់លើវិស័យនេះលោកគ្រូសូមណែនាំទាំងអស់គ្នាត្រូវជ្រើសរើសគ្រូដែលបដិបដារៀននៅសាលាណាកន្លែងទៅប៉ុន្តែបងប្អូនត្រូវតែស្វែងយល់និងសិក្សាច្បាស់លាស់ពីការបដិបដារបស់ពួកគាត់បាទហ្នឹងហើយតើរបៀបរបបនៃការរៀនរបស់គាត់មានឯកសារមានវិជ្ជាជីវៈច្បាស់លាស់អត់ឬក៏រៀនបានត្រឹមតែឈរមើលឬក៏លាក់ទៅបើខ្ញុំអត់ចង់និយាយច្រើនទៅប៉ុណ្ណឹងការរៀនហ្នឹងទេបាទអញ្ចឹងជាសារមួយសម្រាប់បងប្អូនដែលចង់រៀនបាទដែលរៀនដែលមានលោកគ្រូជីវៈត្រឹមត្រូវហើយមានបទពិសោធន៍យូរឆ្នាំបងប្អូនគួរតែពិចារណាណាទៅលើគ្រូបដិបដាឬក៏សាលាបាទព្រោះការបរៀននៅស្រុកយើងមានច្រើនបាទតែខ្លះមានតូបមួយក៏គាត់បរៀនក៏សក់បានដែរអញ្ចឹងអ្វីដែលខ្ញុំលើកឡើងនេះមិនមែនយើងបន្ទប់ប្រអាតអាណាទេប៉ុន្តែយើងគួរតែចូលរួមទាំងអស់គ្នាក្នុងការដើរទៅរកភាពត្រឹមត្រូវបាទអ្នកចេះតិចឬក៏ដឹងតែខ្លួនឯងមិនទាន់ចេះច្បាស់លាស់យើងប្រឹងប្រែងបន្តទៀតព្រោះយុគសម័យនេះជាយុគសម័យមួយគេហៅថាវាអនឡាញទៅហើយបាទណាប្រទេសយើងប្រទេសគេអ្នកណាក៏អាចមើលម៉ូដសក់បានដែរដោយបងប្អូនមើលម៉ូដសក់រាល់ថ្ងៃហ្នឹងតាម TikTok Instagram Facebook ណា YouTube អញ្ចឹងទាំងស្រុកគេស្រុកយើងនឹងគឺមើលតែមួយដែរអញ្ចឹងបានន័យថាវាជារឿងមួយដែលពិភពលោកនិតคล้ายជាពិភពលោកតែមួយបាត់ទៅហើយបាទមិនដូចពីសម័យមុនទេបើសិនតែយើងចង់មើលគឺពិបាកមើលប៉ុន្តែបាទអញ្ចឹងមកដល់ក្នុងយុគសម័យនេះបងប្អូនដឹងខ្លួនឬក៏បងប្អូនស្រឡាញ់លើវិស័យនេះខ្វះខាតគួរតែស្វែងរៀនសូត្រអ្នកមានលទ្ធភាពអាចចេញទៅក្រៅប្រទេសទៅអ្នកអត់មានលទ្ធភាពអាចរៀននៅក្នុងប្រទេសតាមរយៈគ្រូដែលមានវិជ្ជាជីវៈត្រឹមត្រូវណាបងប្អូនណាបាទអញ្ចឹងដូចខ្ញុំបានបង្ហាញទៅលើរូបភាពទាំងអស់នេះបាទវាជាមាត្រដ្ឋានរលាក្បាលហើយក៏វាផ្សារភ្ជាប់ជាមួយនឹងពាក់ព័ន្ធជាមួយនឹងការកាត់សក់ដូចគ្នាដែរបាទសំខាន់មែនទែនបងប្អូនបាទសំខាន់មែនទែនព្រោះវាអត់មានផ្លូវកាត់ទេបាទមុននឹងយើងចាប់ផ្ដើមការកាត់សក់គឺយើងត្រូវយល់អំពីមាត្រដ្ឋានរបស់រលាក្បាលព្រោះមានការបែងចែកត្រឹមត្រូវបាទហើយរូបទាំងអស់នេះខ្ញុំមិនមែនជាអ្នកបង្កើតទេបាទគឺមានសាលាខាងក្រៅប្រទេសដែលគាត់រៀបចំបងប្អូនអាច research បានពាក់ព័ន្ធនឹងរូបទាំងអស់នេះបាទហើយសាលាគេល្បីជាស្តង់ដារទៀតបាទអញ្ចឹងខ្ញុំមិនបានសម្រាយចំណុចគ្រប់ចំណុចទេគ្រាន់តែថាបើសិនជាបងប្អូនទាំងអស់គ្នាចង់បានមេរៀនមួយបាទដែលក្នុងនេះខ្ញុំបានបកជាភាសាខ្មែរហើយក៏មានលាយឡំជាភាសាអង់គ្លេសមួយចំនួនប៉ុន្តែបងប្អូនកុំបារម្ភសម្រាប់បងប្អូនដែលអត់ចេះភាសាអង់គ្លេសអញ្ចឹងណាបាទហ្នឹងហើយមានអីឆ្ងល់អាចសួរហើយនឹងឆាតតាមរយៈ Telegram ខ្ញុំបានបើកចិត្តទូលាយសម្រាប់បងប្អូនដែលចង់រៀនឬដើរវិស័យនេះអញ្ចឹងបាទអូខេនេះខ្ញុំ scroll ទ្រុសទេពាក់ព័ន្ធជាមួយនឹងការយល់ពាក្យព័ន្ធមួយលាក្បាលគ្រប់ចំណុចទាំងអស់នេះបាទបងប្អូនបានឃើញអញ្ចឹងបាទព្រោះដើម្បីកុំឲ្យវីដេអូយើងវាវែងឆ្ងាយពេកគឺខ្ញុំចង់បញ្ជាក់ថាមុននឹងយើងកាត់សក់ឬក៏ design ម៉ូដសក់មួយគឺយើងត្រូវយល់អំពីមាត្រដ្ឋានរបស់រលាក្បាលព្រោះសក់របស់យើងគឺដុះនៅលើក្បាលហើយកាត់សក់ឲ្យស័ក្តិសមជាមួយនឹងទម្រង់មុខចំណុចសំខាន់ចុងក្រោយគឺឲ្យអតិថិជនយើងសប្បាយចិត្តគេមកហើយគេមកភាសាទៀតណាបងប្អូនបាទនេះជាគឺលើកសំខាន់ក្នុងការដែលយើងដើរលើវិស័យនេះបើកាត់យ៉ាងណាក៏ដោយតែគេអត់សប្បាយចិត្តហើយគេលេងមកទៀតហើយបាទតែលេងមកទៀតហើយអាហ្នឹងយើងអត់មានលុយទេបាទអញ្ចឹងទាំងអស់នេះវាជាមូលដ្ឋានគ្រឹះនៅក្នុងដែលយើងរៀនពាក់ព័ន្ធជាមួយនឹងធរណីមេក្បាលហើយក៏ដូចជាមុំនៃការកាត់មួយចំនួនដែរបាទនេះទិសដៅរបស់ការកាត់បាទអញ្ចឹងវាសិតតែមាននៅក្នុងនឹងទាំងអស់បាទហើយខ្ញុំនឹង scroll ឲ្យបងប្អូនមើលទ្រុសបន្តិចណាបងប្អូនអាចមើលបន្តិចតាមនឹងបាទអញ្ចឹងដូចជាបញ្ជាក់ខាងលើអញ្ចឹងបើសិនជាបងប្អូនចង់បានមេរៀននេះឯកសារនេះខ្ញុំនឹងផ្ដល់ជូនបាទតែមិនគិតថ្លៃទេហើយបើមានអីឆ្ងល់អាចសួរខ្ញុំបានតាមរយៈឆាត Telegram ដូចគ្នាអញ្ចឹងនៅក្នុងចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹងការកាត់សក់ដូចគ្នា
សំខាន់បំផុតគឺ degree បាទអញ្ចឹងជាងដែលមិនយល់អំពី degree គឺវាខុសពីយើងអត់យល់អំពីមុំអត់យល់អំពីម៉ូតសក់ដែរព្រោះម៉ូតសក់នីមួយៗវាផ្សារភ្ជាប់ជាមួយនឹង degree កម្ពស់នៃការលើកកាត់សក់យើងដែលយើងកាត់ទូទៅដែលពួកយើងកាត់ពងប៉ាំងទូទៅនឹងសិតតែស្ថិតក្នុង degree អស់ពេលខ្លះយើងអត់ដឹងដោយសារអីគ្រូរបស់យើងក៏មិនដឹងដូចគ្នាយើងមិនដឹងថាប្រាប់គ្នាថាម៉េចដឹងថាធ្វើអញ្ចឹងទៅវាបានអញ្ចឹងហ្មងតែសួរអានឹងស្អីគេអត់ដឹងទេប៉ុន្តែធ្វើបានអញ្ចឹងដើម្បីឲ្យពួកយើងរត់មករកភាពត្រឹមត្រូវកុំឲ្យមានស្ពេចពេលពួកយើងគួររៀនឲ្យច្បាស់លាស់ឡើងវិញអ្នកខ្លះគាត់កាត់ស្អាតមែនបាទកាត់ស្អាតមែនតែជាងខ្លះខ្ញុំឃើញទឹកដៃក៏ល្អណាស់បងប្អូនយើងជាងសក់នៅក្នុងស្រុកខ្មែរហ្នឹងគឺកាត់បានស្អាតមែនតែប៉ុន្តែអ្វីដែលគាត់ខ្វះគឺមូលដ្ឋានគ្រឹះសួរថាហេតុអីបានធ្វើអាហ្នឹងដើម្បីអីហើយបានលទ្ធផលបែបម៉េចគាត់ពិបាកក្នុងការបកស្រាយដោយសារគាត់ឃើញតែមេជាងឬក៏ជាងបងគ្រូគាត់ធ្វើអញ្ចឹងទៅគាត់ធ្វើតាមទៅបានចឹងប៉ុន្តែសំណួរសួរថាបើសិនជាយើងបរៀនគ្នាឲ្យទៅស្តង់ដារតែមួយតើបានអត់ប្រហែលជានឹងពិបាកអ្នកខ្លះគាត់ល្ងងទៅស្មារតីខ្ញុំនិយាយខ្លីទៅអ្នកខ្លះគាត់រឿងល្ងងរឿងអីទៅគាត់ចាំបានខ្លះរត់ចោលកដាទីក៏មានដែរនៅស្រុកខ្មែរយើងរៀនហ្នឹងគឺមានគ្រប់បែបយ៉ាងអញ្ចឹងទាំងអស់បាទអានេះដោយសារអីយើងអត់មានប្រព័ន្ធឬក៏អត់មានមូលដ្ឋានឬក៏អត់មានមេរៀនមួយដែលស្តង់ដារត្រឹមត្រូវក្នុងការចែកម្លែករៀនដូចគ្នាណាបងប្អូនបាទនេះជាចំណុចសំខាន់នៃមុខរបរនេះដោយសារខ្ញុំនៅក្នុងវិស័យនេះវាយូរឆ្នាំខ្ញុំនឹងឃើញចំណុចខ្វះខាតមួយចំនួនបាទអញ្ចឹងហើយបាទខ្ញុំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងឯកសារថាហេតុអីបានគេដើរដល់ចំណុចខ្ពស់ជាងយើងហេតុអីបានយើងនៅក៏ក្លែកក៏ខ្លាក់ជាងគេមែនបាទអញ្ចឹងបានយើងរកឃើញថាក៏ពិតអ្វីដែលយើងខ្វះខាតគឺចំណេះដឹងជាមូលដ្ឋានបាទនេះហើយដែលធ្វើឲ្យពួកយើងដែលពិបាកក្នុងការចូលរួមក្នុងឆាកអន្តរជាតិបាទអញ្ចឹងវាជារឿងមួយដែលពួកយើងប្រឹងប្រែងក្នុងការសិក្សារៀនសូត្រពាក់ព័ន្ធជាមួយនឹងមូលដ្ឋានគ្រឹះត្រឡប់មកវិញដើម្បីឲ្យពួកយើងបានទៅលំឿននៃការលឿនជាងនឹងបាទហើយចង់មិនចង់ថ្ងៃក្រោយគឺយើងនឹងគេហ្នឹងគឺត្រូវតែចូលរួមទាំងអស់គ្នាបាទមានការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិបើសិនជាសិស្សអូនឬបងប្អូនជំនាន់ក្រោយគាត់មានមហិច្ឆតាធំគាត់អាចនឹងចូលរួមទៅប្រឡងទៅមើលប្រទេសណាដែលគេមានការប្រឡងដូចជប៉ុនដូចម៉ាឡេដូចអីវៀតណាមឡាក់ហ្នឹងយើងមើលឃើញទៅណាមានលទ្ធភាពយើងជិះយន្តហោះទៅប្រឡងទៅអីទៅដើម្បីយើងដកពិសោធន៍ជាមួយនឹងជាងគេស្រុកយើងយ៉ាងម៉េចបាទអញ្ចឹងអ្វីដែលធ្វើឲ្យយើងរីកចម្រើនគឺការអភិវឌ្ឍខ្លួននៃបន្តនៃការរៀនសូត្រណាព្រោះពិភពលោកគឺមានការផ្លាស់ប្ដូរលឿនមែនទែនហើយមនុស្សលោកគឺត្រូវការអ្វីដែលថ្មីប្លែកហើយនឹងធ្វើឲ្យគាត់សប្បាយចិត្តអញ្ចឹងក្នុងនាមយើងជាជាងម្នាក់ដែលយើងចេះដដែល4-10ឆ្នាំមុនចេះប៉ុណ្ណឹងនៅប៉ុណ្ណឹងអញ្ចឹងចង់មិនចង់ថ្ងៃក្រោយអតិថិជនយើងនឹងបែកចិត្តពីយើងហើយបងប្អូនបាទនេះជារឿងពិតទៅលើវិស័យហ្នឹងបាទអញ្ចឹងយើងជាជាងគឺយើងត្រូវតែមានការអភិវឌ្ឍខ្លួនហើយនឹងរកអ្វីដែលជាតិចថ្មីព្រោះរាល់ថ្ងៃស្រួលទេបងប្អូនអរគ្នាបាទឥឡូវហ្នឹងស្រួលទេដោយសារអីការរៀនរាល់ថ្ងៃបើសិនជាយើងយល់អំពីមូលដ្ឋានគ្រឹះហើយយើងនឹងរៀនតាមរយៈ TikTok YouTube ឬក៏ Facebook page របស់គ្រូល្បីទៅយើងមើលយល់ហើយអត់ពិបាកទេឲ្យតែយើងចង់រីកចម្រើនណាអញ្ចឹងរឿងទាំងអស់នេះវាពាក់ព័ន្ធជាមួយនឹងធរណីមាត្រក្នុងវីដេអូនេះហ្នឹងហើយវាជារឿងសំខាន់មួយសម្រាប់យើងជាជាងសក់ដែលយើងមុននឹងយើងចេះកាត់សក់តើយើងយល់អំពីមាត្រដ្ឋាននិងចំណុចទីតាំងរបស់វាពាក់ព័ន្ធជាមួយនឹងម៉ូតសក់ណាបងប្អូនអរគ្នាអូខេអញ្ចឹងជារួមមកវិញសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់រៀនលើវិស័យសក់ណានៅក្នុងវគ្គសិក្សាឆ្នាំថ្មី2026ខែ1នេះយើងនឹងបើកវគ្គសិក្សាសម្រាប់បងប្អូនដែលចង់ដើរលើវិស័យនេះដែលមានចំណេះជំនាញនិងគ្រូបណ្ដុះបណ្ដាលត្រឹមត្រូវអញ្ចឹងបងប្អូនអាចសួរព័ត៌មានតាមរយៈTelegram ខ្ញុំបានណាបងប្អូនចង់រៀនហើយចំនួនមានកំណត់ទេយើងអត់អាចទទួលបានច្រើនលើសលប់ទេបាទត្រឹមតែ10នាក់ជាងទេបាទព្រោះបើសិនជាយើងយកច្រើនពេកយើងទទួលច្រើនពេកយើងក្តោបអត់រួមហើយធ្វើឲ្យការប្រតិបត្តិរបស់យើងគ្មានគុណភាពអញ្ចឹងជារួមមកវិញនៅក្នុងដំណាក់កាលដែលយើងរៀននេះទី1គឺយើងចែកចេញជា3ដំណាក់កាលគឺការបរៀនរបស់យើងគឺដំណាក់កាលទី1គឺឲ្យសិស្សនឹងចេះស្គាល់នឹងឧបករណ៍ប្រើប្រាស់បាទពាក់ព័ន្ធជាមួយនឹងឧបករណ៍កាត់សក់នឹងហើយសំខាន់គឺមូលដ្ឋាននៃរលាក្បាលនិងសក់នឹង degree នឹងបងយើងសង្កត់គាត់នឹងដំណាក់កាលទី1សម្រាប់សិស្សថ្មី
មុននឹងគាត់ឈានទៅរកនឹងការកាត់សក់បាទអញ្ចឹងយើងធ្វើមានផែនទីនិងបែបផែនច្បាស់លាស់បាទនៅពេលដែលគាត់អត់យល់អំពីឧបករណ៍ចេះប្រើប្រាស់ឧបករណ៍ទេហើយយល់អំពីមូលដ្ឋាននៃរលាក្បាលទេយើងមិនបន្តឲ្យគាត់រៀនចូលដំណាក់កាលទី2ទេដោយសារអីព្រោះដំណាក់កាលទី2វាពាក់ព័ន្ធជាមួយនឹងការកាត់ម៉ូដអញ្ចឹងនៅពេលដែលយើងអត់យល់អំពីមូលដ្ឋានខាងដំណាក់កាលទី1ផងយើងទៅកាត់ដំណាក់កាលទី2គឺទៅដល់វែងបាទហ្នឹងហើយអញ្ចឹងចូលដំណាក់កាលទី2នេះគឺចេះកាត់ស្គាល់ម៉ូដសក់ពីរបៀបនៃការកាត់ម៉ូដឲ្យចាប់ដក្រេអីផ្សេងៗណាបងប្អូនហើយដំណាក់កាលទី3គេហៅថាជាដំណាក់កាលមួយត្រូវយើងបំផឹកឲ្យពួកគាត់คลายទៅជាអីគេគឺជាជាងហើយបាទអញ្ចឹងការសិក្សានៃសាលា Main Style របស់យើងខ្ញុំគឺយើងមានដំណាក់កាលនៃភាពច្បាស់លាស់ហើយនឹងផែនទីនៃការតម្រង់ទិសហើយនឹងឯកសារមានសភៅគ្រប់គ្រាន់សម្រាប់សិស្សដែលគាត់បានបន្តនៃការសិក្សានៅក្នុងចង់ដើរលើវិស័យនេះអញ្ចឹងណាបាទហ្នឹងហើយអូខេហើយហ្នឹងហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ទស្សនានៃវីដេអូមួយនេះមានកំហុសឆ្គងត្រង់ចំណុចណាសូមអធិស្ឋានព្រោះនេះវាជាទឹកចិត្តមួយដែលចង់ចែករំលែកហើយនឹងក៏ចង់ឃើញសិស្សប្អូនឬក៏បងប្អូនជំនាន់ក្រោយដើរលើវិស័យនេះគឺមានសមត្ថភាពគ្រប់គ្រាន់ហើយដើរដោយកុំឲ្យខាត់ពេលបាទយើងប្រើពេលរយៈពេល1ឆ្នាំ2ឆ្នាំយើងទៅដល់ចំណុចមួយគេហៅថាស្តង់ដារដូចគេនេះឯងអញ្ចឹងបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាចង់សិក្សាឬក៏ចង់រៀនទៅលើវិស័យនេះបងប្អូនអាចទំនាក់ទំនងតាមរយៈ Telegram ខាងលើហើយសម្រាប់មេឬក៏ជាងដែលគាត់ខ្វះមូលដ្ឋានក៏អាចនឹងទំនាក់ទំនងតាមរយៈ Telegram របស់ខ្ញុំខាងលើដូចគ្នាបាទអញ្ចឹងក៏សូមអរគុណហើយនឹងសូមជម្រាបលាបាទជួបគ្នាឆាប់ៗទៀតនៅវីដេអូក្រោយអរគុណច្រើនអ្នកណាគេកំពុងតែអបឲ្យបងកំពុងតែយំអ្នកណាគេមកចាក់អូចឲ្យបងប្រឆ្ងាយពីមុំអ្នកណាគេមកជ្រៀតជ្រែងអ្នកណាគេធ្វើបាបខ្ញុំឆ្លើយ5 1ម៉ាន់មកអូ